Bà sẽ slay nè nhé ở video này nhằm hàng tip muối để dương ai đặt lớn nơi lại thì tăng ra để miên cao cao chứ đôi lấy nhung xạ cụ bằng mùi chứ một sinh như này hoặc như miên lại na để miên học chỉ cao là tha thời hột ở lịch đi thời AC đi chạy tu đi chạy AC xét ngay ở vị thi đang bao đi kia đây ok lấy nhung bài sketch up vào nhung máu chấn trongนี้យើងតម្រូវយើងប្រើ plugin មួយចំនួនដើម្បីធ្វើភ្លើងនៅតាមទីតាំងកោងអញ្ចឹងហើយខ្ញុំមាន model បង់របស់ខ្ញុំមួយឯងបន្ទាប់មកខ្ញុំនឹងបើកអឺ plugin មួយឈ្មោះថា JS Power Bar មួយហើយជាមួយនឹង DeFi Lite នេះអញ្ចឹងនៅពេលដែលយើង install DeFi គឺវាមានពីរវាមាន Lite Seed មួយហើយនិង DeFi Lite មួយអញ្ចឹងជាទូទៅខ្ញុំប្រើadd strip line នេះទៅលើកន្លែងនៃកោងកោងអញ្ចឹងមុននឹងខ្ញុំ add strip line នេះគឺយើងត្រូវទី1ត្រូវយក line កោងនេះសិននេះយើងយក align កោងដែលវាមានដែលយើងចង់ដាក់ទៅតាមទីតាំងហ្នឹងអញ្ចឹងឥឡូវខ្ញុំនឹងយក align ខាងក្នុងនេះអញ្ចឹងយើងអាចទី1ខ្ញុំវិធីខ្ញុំគឺ copy face ហ្នឹងសិនអញ្ចឹងខ្ញុំ control C មកឬក៏យើងអាច move វាទៅលើសិនក៏បានដែរខ្ញុំ move ខ្ញុំ copy វាឡើងទៅលើសិនមកអូខេឥឡូវយើងបានប៉ុណ្ណឹងហើយខ្ញុំ make គ្រប់វាមួយសិនអូខេអញ្ចឹងខ្ញុំបន្ទាប់ពី make គ្រប់ហើយគឺខ្ញុំនឹងយក strip line របស់ខ្ញុំនេះខ្ញុំនឹង add strip line របស់ខ្ញុំមួយខ្ញុំដាក់នៅទីតាំងនេះចុះអូខេបន្ទាប់មកទៀតយើងអាច scale វាឲ្យតូចហើយខ្ញុំយក scale វាប៉ុណ្នេះសិនគឺថាប៉ុណ្នេះអញ្ចឹងខ្ញុំដាក់វាឲ្យកដាលនេះអូខេហើយយើងអាច rotate វាឲ្យវា align កន្លែងកោងនេះបើយើងតិចមកហ្នឹងហើយអញ្ចឹងឥឡូវយើងមាន face នេះមួយហើយយើងមាន object ជា strip line របស់យើងមួយហើយអញ្ចឹងបន្ទាប់មកទៀតកន្លែងនេះខ្ញុំអត់យកទេខ្ញុំអត់យក face ទេខ្ញុំយកតែ line នេះទេអូខេអញ្ចឹងយើងបាន line មួយហើយយើងបាន strip line មួយហើយអញ្ចឹងអានេះខ្ញុំអាច export វាចេញបានបន្ទាប់ពីខ្ញុំ export ហើយខ្ញុំប្រើ JHS Power Bar នេះហើយខ្ញុំប្រើកន្លែងនេះ Supervel នេះដើម្បីឲ្យ line របស់ខ្ញុំទៅជា polyline តែមួយអញ្ចឹងយើងអាចមើលបានអ្នកឃើញឥឡូវវាអត់ទាន់ជា polyline ទេវាថា line ហ្នឹងវានៅកណាត់ឡើយអញ្ចឹងខ្ញុំអាច select ទាំងអស់សិនមកបន្ទាប់មកខ្ញុំចុចយកកន្លែង val នេះអូខេបន្ទាប់ពីយើង val ហើយយើងអាច select មើលបានអ្នកឃើញ line របស់យើងវាទៅតែមួយហើយអញ្ចឹងនៅពេលដែលយើងដាក់វាទៅតែមួយអញ្ចឹងយើងងាយស្រួលក្នុងការ copy អញ្ចឹងណាអូខេបន្តមកទៀតក្នុងនេះខ្ញុំបាន install ហើយ plugin ហ្នឹងឈ្មោះថា copy along curve អញ្ចឹងនៅពេលដែលយើង install ហើយវាអត់មាន tool នៅលើ view របស់យើងនេះទេគឺវាមាននៅក្នុង extension នេះអញ្ចឹងយើងអាចចូលមក extension មកហើយយើងយកពាក្យថា copy along curve មកអូខេបន្ទាប់មកយើងអាច select ទៅលើ object របស់យើងដែលជាភ្លើងហ្នឹងមួយមកបន្ទាប់មកយើង select ទៅលើ line របស់យើងមកអញ្ចឹងវា select ហើយអញ្ចឹងយើងអាចវាយមកឥឡូវខ្ញុំវាយថាកម្រិតវាប្រហែលតែខ្ញុំដាក់100អញ្ចឹង100វាកាន់តែចិត្តអញ្ចឹងខ្ញុំដាក់500ទៅនេះអញ្ចឹងកម្រិតពី1ទៅ1វា500អញ្ចឹងវាអត់ទៅឆ្ងាយអញ្ចឹងយើងព្យាយាមសេរីមិនឲ្យវាជាប់គ្នាទៅគឺថាឥឡូវខ្ញុំដាក់200អូខេអញ្ចឹង200វាអាចអូខេហើយអញ្ចឹងយើងគ្រាន់តែចុចមក click នៅកន្លែងណាមួយមកនេះអូខេអញ្ចឹងយើងបានហើយយើងបានវាហើយអញ្ចឹងយើងអាច make គ្រប់វាមកហើយយើង move វាចុះទៅក្រោមមកយើងសាកចូលមើលទៅក្នុង DeFi របស់យើងហើយខ្ញុំចូលមកក្នុង DeFi របស់ខ្ញុំវិញនេះអញ្ចឹងយើងបានភ្លើងរបស់យើងនៅក្នុងនេះឃើញឥឡូវយើងបានហើយអញ្ចឹងយើងអាចសេរីវាតិចមកអញ្ចឹងយើងអាចសេរីវាបន្តិចមកថាប្រហែលឥឡូវខ្ញុំដាក់យក300សិនមកឃើញអញ្ចឹងវាកន្លែងនេះវាភ្លឺជាហើយអញ្ចឹងដោយសារតែភ្លើងខ្ញុំអានេះខ្ញុំវាដាក់វារៀងចេញមកក្រៅបន្តិចអញ្ចឹងវារៀងមើលទៅវាដុំតិចណាអញ្ចឹងកន្លែងនេះបើសិនជាអាចយើងអាច move វាចេញមកត្រឹមពាក់កណ្ដាលអីនេះទៅក៏បាននេះឥឡូវខ្ញុំសាកត្រឹមប៉ុណ្នេះសិនខ្ញុំសាកប៉ុណ្នេះអញ្ចឹងខ្ញុំធ្វើដូចវិធីមិញដូចគ្នាដែរឬក៏យើងអាច copy អានេះឡើងទៅលើហើយយើង offset ចេញក៏បានដែរខ្ញុំ copy ចេញហើយខ្ញុំ offset ចេញប៉ុណ្នេះដើម្បីកុំឲ្យវាចិត្តចេះពេកមើលទៅវា
វាsaiខ្លាំងពេកអូខេអញ្ចឹងខ្ញុំលុបវាចេញខ្ញុំលុបអានេះចេញដែរមកអញ្ចឹងយើងបាន line មួយហើយអញ្ចឹងខ្ញុំដាក់ថ្មីទៀតក៏បានឬយើងអាច copy អាចាស់ក៏បានដែរឥឡូវនេះខ្ញុំដាក់ថ្មីទៀតណាអូខេអញ្ចឹងខ្ញុំដាក់ថ្មីមកអញ្ចឹងខ្ញុំធ្វើដូចមិញខ្ញុំ select all មកហើយខ្ញុំ well វាមកបន្តមកយើងអាចដាក់ភ្លើងអូខេយើង scale វាមួយទៀតអានេះខ្ញុំយកចំណុចកណ្ដាលនេះតិចអូខេខ្ញុំដាក់វាអូខេប៉ុណ្នេះទៅអញ្ចឹងយើងចូលម្ដងទៀត extension copy along curve ហើយយើង select ទៅលើភ្លើងហើយ select ទៅលើ line វិញអូខេឥឡូវខ្ញុំដាក់អានេះ200មក250អូខេគាត់ថា250វាត្រូវហើយអូខេអញ្ចឹងយើងអាចហើយយើង copy វាចុះទៀតមកខ្ញុំ make គ្រប់សិនខ្ញុំ copy វាចុះមកអានេះខ្ញុំមិនផាយខ្ញុំលុបអានោះចោលមិនផាយខ្ញុំច្រឡំលុប line ខាងក្រៅចេញអូខេខ្ញុំច្រឡំលុប line ខាងក្រៅចេញអញ្ចឹងម្ដងទៀតអានេះខ្ញុំទុក line ខាងក្រៅវិញអូខេខ្ញុំ well ហើយខ្ញុំ add ភ្លើងហើយខ្ញុំ rotate វាយើង scale វាតូចតិចមកខ្ញុំដាក់វានេះអូខេអញ្ចឹងដូចមិញទៀតចូល extension copy along curve មក select ភ្លើងហើយ select line ឲ្យយើងអូខេឥឡូវខ្ញុំដាក់150អូខេគិតថាប៉ុណ្នេះទៅអញ្ចឹងខ្ញុំចូលខ្ញុំ make គ្រប់ហើយ copy ចុះមកក្រោមនេះអញ្ចឹងអានេះវានៅកណ្ដាលហើយអញ្ចឹងខ្ញុំអត់យកខ្ញុំលុបវាចោលអញ្ចឹងយើងអាចមើលក្នុង define យើងម្ដងទៀតនេះឃើញឥឡូវវាយ៉ាងភ្លឺសាយអញ្ចឹងវិធីសាស្ត្រគឺយើងអាចប្រើវិធីហ្នឹងទៅយើងលឿនហើយងាយស្រួលតែយើងគាត់ copy អា line តែកោងមកយើងមកយកមកដាក់វាជា polyline ហើយចាំយើងប្រើ plugin ដើម្បី copy ភ្លើងរបស់យើងទៅតាមហ្នឹងទៅអញ្ចឹងក្នុងហ្នឹងយើងអាចធ្វើទៅតាមរៀងផ្សេងទៀតអានេះខ្ញុំធ្វើរៀងធម្មតាទេអញ្ចឹងបើថាយើងមានកោងមានកន្លែងបាំងមានដូចជា mode ចដើមានអីផ្សេងកោងលើពីហ្នឹងទៀតឬក៏ mode ទូអីកោងលើពីហ្នឹងទៀតយើងអាចធ្វើតាមវិធីហ្នឹងទៅមួយទៅវាដូចគ្នា